ឃើញតែប៉ុណ្ណឹងដឹងថាធ្វើសង្វិចនេះថ្ងៃនេះខ្ញុំធ្វើសង្វិចស្រស់ហ្នឹងហើយអញ្ចឹងដំបូងឡើងខ្ញុំដាក់ទឹកសោះហ្នឹងគឺមានទឹកម៉ាយ៉ូណេសផ្អែមលាយជាមួយទឹកម្ទេសហ្នឹងហើយអញ្ចឹងខ្ញុំក្លុកក្លុកនេះចេញរាងអញ្ចឹងហើយខ្ញុំដាក់សាឡាត់ដាក់ពេញប៉ោះហើយនេះពងមាន់ខ្ញុំចៀនពងមាន់ទៅហើយខ្ញុំមានឈីស្លឹកណាអញ្ចឹងពេលយើងចៀនឆ្អិនមួយខាងយើងប្រែមួយខាងទៀតចាំយើងដាក់ឈីស្លឹកនឹងពីលើទុកមួយស្ទុះទៅវាលាយដូចតិចដូចខ្ញុំដាក់ហ្នឹងហើយអញ្ចឹងយើងញ៉ាំប៉ុណ្្នឹងឆ្ងាញ់បន្ទាប់មកទៀតខ្ញុំដាក់ hot dog ដាក់អីចឹងទៅហ្នឹងហើយបន្ទាប់មកសាច់ក្តាមអញ្ចឹងកន្លែងនេះខ្ញុំចង់បង្ហាញពីសាច់ក្តាមដែលខ្ញុំទិញមកនេះខ្ញុំទិញនៅ Aeon ខ្ញុំជិះផលិតផលសៀមខ្ញុំអត់ប្រើទេហើយ hot dog ដូចគ្នាគឺខ្ញុំរកបានរបស់ខ្មែរយើងណាអញ្ចឹងអាចមើលតាមហ្នឹងទៅហើយឆ្ងាញ់ខ្ញុំទិញនេះ hot dog ឈីហ្នឹងហើយអញ្ចឹងបន្ទាប់មកខ្ញុំក៏ហាយសាច់ក្តាមយើងជាសរសៃដាក់ទៅសាច់ក្តាមនេះឆ្ងាញ់អាពណ៌ទឹកក្រូចនេះបោះសៀមខ្ញុំចាំពណ៌រៀងក្រហមអាហ្នឹងអត់ចេះញ៉ាំទេខ្ញុំទៅម្សៅបកនេះអត់ទេខ្ញុំទៅឆ្ងាញ់ហ្មងចឹងណាហ្នឹងហើយអូខេចឹងបន្ទាប់មកខ្ញុំក៏ដាក់ទឹកសោះយើងបន្ថែមទៀតចឹងទៅបានដាក់នំប៉័ងមួយជាន់ទៀតហើយជាការស្រេចចឹងដល់ពេលឥឡូវយើងពុះវាជាពីរហើយចេញរៀងសង្វិចដូចគេហ្នឹងហើយណែចឹងមានអីហូបរៀងគ្រាន់បើតារសជាតិក៏ឆ្ងាញ់ដែរតែអត់មានអីទេសាមញ្ញតែឆ្ងាញ់ចឹងខ្ញុំក៏ដាក់ប្រអប់ជូនកូនធំខ្ញុំ